តើខ្យងបឺជាអ្វីខ្យងបឺឬអ្នកហៅថាជាខ្យងមាសជប៉ុនគឺជាពូជខ្យងដែលត្រូវបាននាំចូលមកចិញ្ចឹមក្នុងគោលបំណងធ្វើអាជីវកម្មយកសាច់វាមានរូបភាពស្រដៀងនឹងខ្យងមាសស្រែយ៉ាងដែរឬក៏យើងហៅថាជាខ្យងសៀមចង្រៃស៊ីស្រូវប៉ុន្តែសម្រាប់ខ្យងបឺនេះគឺវាមានគុណសម្បត្តិខុសគ្នាត្រង់ពណ៌សាច់ហើយនិងរសជាតិដែលធ្វើឲ្យវាមានតម្លៃនៅក្នុងទីផ្សារខ្ពស់ជាងខ្យងធម្មតាលក្ខណៈពិសេសសម្គាល់របស់វានោះគឺសម្បកវាមានពណ៌មាសភ្លឺរលោងឬលឿងទុំខុសពីខ្យងស្រែដែលមានពណ៌ក្រមៅហើយនិងខ្យងសៀមដែលមានពណ៌ក្រហមអុចឬក៏ក្រហមចាស់ចំណែកឯសាច់របស់ខ្យងបឺគឺវាមានពណ៌លឿងខ្ចីដូចបឺស្អាតនិងគួរឲ្យចង់ញ៉ាំរសជាតិសាច់របស់វាមានភាពទន់ល្មើយនិងមានជាតិផ្អែមជាងខ្យងធម្មតាហើយមិនសូវមានក្លិនឆ្អាបភក់នោះឡើយអញ្ចឹងមូលហេតុដែលកសិករនិយមចិញ្ចឹមនោះគឺបច្ចុប្បន្នមានការនិយមចិញ្ចឹមខ្យងប្រភេទនេះខ្លាំងដោយសារទី1វាជាប្រភេទខ្យងដែលវាមានតម្លៃយើងអាចចិញ្ចឹមវាលក់នៅក្នុងទីផ្សារបានខ្យងបឺអាចលក់បានក្នុងតម្លៃក្នុង1គីឡូអាចពីចន្លោះពី15ទៅ$30តាមគុណភាពសាច់និងតម្រូវការទីផ្សារតែបច្ចុប្បន្នដោយសារតែវាសម្បូរជាងមុនចឹងតម្លៃវាមិនថ្លៃដូចកាលពីមុនទេទី2គឺភាពងាយស្រួលក្នុងការចិញ្ចឹមគេអាចចិញ្ចឹមវាក្នុងអាងតង់ប្លាស្ទិកឬអាងបេតុងបានយ៉ាងស្រួលដោយប្រើទឹកស្អាតនិងចំណីធម្មជាតិដូចជាសារ៉ាយចកឬក៏បន្លែផ្សេងទី3គឺតម្រូវការទីផ្សារហាងអាហារលំដាប់ខ្ពស់ចាប់ផ្ដើមប្រើប្រាស់ខ្យងបឺនេះដើម្បីច្នៃជាមុខម្ហូបបែបអឺរ៉ុបឬក៏ម្ហូបបំប៉នសុខភាពឡាក់ចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍គឺការប្រុងប្រយ័ត្នចំពោះវិស័យកសិកម្មបើទោះបីជាវាមានតម្លៃថ្លៃក៏ពិតមែនហើយងាយស្រួលចិញ្ចឹមក៏ពិតមែនប៉ុន្តែវាស្ថិតក្នុងអំបូរខ្យងដែលបន្តពូជលឿនដូចជាខ្យងសៀមផងដែរហេតុនេះហើយបានជាកសិករដែលធ្វើស្រែមានការប្រុងប្រយ័ត្នខ្លាំងព្រោះបើវាជ្រុលចូលក្នុងប្រព័ន្ធទឹកធម្មជាតិវានឹងស៊ីសំណាបស៊ីស្រូវមិនចាញ់ខ្យងសៀមដែលបំផ្លិចបំផ្លាញដំណាំស្រូវប៉ុន្មានឡើយ